ហ៎បងស៊ីមួនមើលទៅខាងក្រោយនោះហាទេវតាអន្តាសួស្តីមនុស្សលោកយើងមកទីជ្រៅខ្វាយតាមពាក្យសម្បត្តិមនុស្សលោកឯងហា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 នៅមានមុខមកទាទៀតមិនដែរទេវតាត្រូវចាត់អត់បន្ទប់ប៉ុណ្ណឹងព្រាយខ្មោចយើងចង់មើលបន្ទប់មួយទៀតយល់ព្រមទេវតាទៅតាមខ្ញុំមកចុះបន្ទប់នេះវិញយ៉ាងម៉េចដែរទេវតាយើងពេញចិត្តនឹងបន្ទប់មួយនេះព្រាយខ្មោចយល់ព្រមទេវតាអញ្ចឹងខ្ញុំមិននៅរំខានយូរទេយប់នេះសូមសម្រាកនៅសណ្ឋាគារព្រាយខ្មោចមួយយប់ហើយណាស់ចុះចាំព្រឹកស្អែកចាំត្រឡប់ទៅកាន់ឋានទេវតាវិញព្រាយខ្មោចដល់ពេលយើងត្រឡប់ទៅកាន់ឋានទេវតាវិញហើយឈប់សិនទេវតាបងលុយថ្លៃបន្ទប់ហើយឬនៅយើងប៊ីនឹងភ្លេចតើអស់ប៉ុន្មានដែរបន្ទប់ម៉ាស៊ីនត្រជាក់ VIP មួយយប់$1000ទេវតាអើយបងមកណែព្រាយខ្មោចកុំកោខ្លាំងពេកតើព្រាយខ្មោចឯងចង់ចាក់កជ្រូកមែនទេមិនបានចាក់កជ្រូកទេចាក់កទេវតាតើហេ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 ណែព្រាយខ្មោចតើឯងចង់យ៉ាងម៉េចម៉េចទេវតាចង់ដេកហ្វ្រីមែនមិនចង់យ៉ាងម៉េចទេចង់ឲ្យទេវតាបង់លុយថ្លៃបន្ទប់នឹងហើយយើងខ្ជិលមានរឿងជាមួយព្រាយខ្មោចឯណាហោះនេះលុយ4លានគ្រប់ហើយព្រាយខ្មោចយ៉ាងไรយើងចាំទុកព្រាយខ្មោចឯងចាំមើលចុះយើងទៅហើយសូមអញ្ជើញទេវតាសុខសប្បាយផ្លូវកែងមិនបានជូនដំណើរទេយើងប៊ីនឹងភ្លេចគឺយើងភ្លេចជេរព្រាយខ្មោចឯងហ្នឹងណាគឺយើងចង់ជេរថាមិនព្រាយខ្មោចតៃហោងយើងទៅហើយរួចចំទេវតាអីក៏មាត់អត់កម្របែបនេះហើយនៅមិននៅអស់លុយលើដើមហា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 បោកទេវតាបានសម្រេចហើយថាកុំឲ្យខ្លាំងជាមួយព្រាយខ្មោចឲ្យសោះបើខ្លាំងជាមួយព្រាយខ្មោចលទ្ធផលគឺអញ្ចឹងឯងហា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 ចូលទៅក្នុងរាប់លុយសិនយ៉ាងម៉េចហើយប៉យត្រៀមខ្លួនហើយឬនៅបាទបងស៊ីមួនខ្ញុំត្រៀមខ្លួនរួចហើយរួចចុះយើងត្រៀមនឹងទៅចាត់ការព្រាយខ្មោចនៅពេលណាដែរខ្ញុំគិតថានឹងទៅចាត់ការនៅថ្ងៃស្អែកនេះតែម្ដងបើអញ្ចឹងវាពិតជាល្អខ្លាំងណាស់ចាំយើងទៅជាមួយគ្នាហាហាហាតើបងស៊ីមួនឯងឈប់ខ្លាចហើយមែនទេបងឈប់ខ្លាចហើយបើសិនជាបងនៅបន្តខ្លាចទៀតនឹងធ្វើឲ្យព្រាយខ្មោចកាន់តែបានដៃម្យ៉ាងវិញទៀតធ្វើឲ្យវាបានចិត្តមកធ្វើបាបយើងកាន់តែលើដើមខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់បងស៊ីមួននៅពេលដែលខ្ញុំបានឃើញភាពក្លាហានរបស់បងអញ្ចឹងព្រឹកស្អែកពួកយើងនឹងទៅជាមួយគ្នាតែម្ដងហ៎បងស៊ីមួនមើលទៅខាងក្រោយនោះហាទេវតាអន្តាសួស្តីមនុស្សលោកយើងមកទីជ្រៅខ្វាយតាមពាក្យសម្បត្តិមនុស្សលោកឯងហា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 នៅមានមុខមកទាទៀត